ចារីស្វាគមន៍មកកាន់ podcast ខែយូមលុបនៃក្តីសង្ឃឹមបងប្អូនទាំងអស់គ្នាបាននឹងកំពុងតាមដានវីដេអូទី1រួចមកហើយឥឡូវនេះតមកវីដេអូទី2ដែលយើងនឹងលើកយកប្រធានបទរបស់នៃសង្គមនិងទំនួលខុសត្រូវថ្មីការថែទាំមនុស្សចាស់ក្នុងគ្រួសារសម័យទំនើបបងប្អូនត្រូវតែទទួលស្គាល់ថានិន្នាការនៃភាពចាស់របស់ប្រជាជនយើងកំពុងតែคล้ายទៅជាប្រធានបទដ៏សំខាន់និងចាំបាច់បំផុតសម្រាប់កម្ពុជាតាមរយៈវឌ្ឍនភាពនៃបច្ចេកវិទ្យាវិទ្យាសាស្ត្រនិងការយល់ដឹងផ្នែកសុខភាពយើងឃើញថាមនុស្សមានអាយុកាលវែងជាងមុនពិតណាស់នេះគឺជាសមិទ្ធផលវិជ្ជមានដែលយើងម្នាក់តែងតែប្រាថ្នាចង់បានប៉ុន្តែក្នុងភាពវិជ្ជមាននេះវាក៏បាននាំមកនៅទំនួលខុសត្រូវដ៏ធំធេងថ្មីមួយទៀតនៅពេលដែលមនុស្សចំណាស់មានការកើនឡើងតម្រូវការនៃការថែទាំតាមបែបជំនាញនិងការគ្រប់គ្រងផ្នែកសុខុមាលភាពក៏ត្រូវកើនឡើងស្របពេលគ្នានោះដែរបញ្ហាប្រឈមគឺនៅត្រង់ថាតើប្រព័ន្ធគ្រប់គ្រងនៅក្នុងគ្រួសារនិងសង្គមយើងមាននាពេលបច្ចុប្បន្ននេះបានរៀបចំខ្លួនហើយឬនៅដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្ពស់នេះតើលោកអ្នកបានរៀបចំខ្លួនហើយឬនៅលោកអ្នកសូមក្រឡេកមើលទៅអតីតកាលគ្រួសារខ្មែរយើងគឺធ្លាប់តែមានកូនចៅច្រើននៅក្នុងបន្ទប់ហើយការរស់នៅបែបលក្ខណៈជុំគ្នាដែលអាចជួយថែទាំអ្នកមានគុណបានយ៉ាងកក់ក្ដៅប៉ុន្តែបច្ចុប្បន្នស្ថានភាពនេះក៏បានផ្លាស់ប្ដូរព្រួលប្រែទៅតាមកលៈទេសៈគ្រួសារកាន់តែតូចទៅដែលធ្វើឲ្យបន្ទុកថែទាំទាំងស្រុងត្រូវធ្លាក់ទៅលើកូនម្នាក់ឬក៏ពីរនាក់តែប៉ុណ្ណោះនេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរស្របពេលដែលពួកគេត្រូវមមាញឹកនឹងការងារនិងជីវភាពផ្ទាល់ខ្លួនផងដែរសរុបមកភាពចាស់វាមិនមែនជារឿងបុគ្គលម្នាក់ណានោះទេប៉ុន្តែវាគឺជាការផ្លាស់ប្ដូរនៃប្រព័ន្ធសង្គមទាំងមូលដែលទាមទារឲ្យមានការរៀបចំផែនការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតការថែទាំមិនមែនត្រឹមតែជាការផ្ដល់អាហារឬថ្នាំសង្កូវប៉ុណ្ណោះទេប៉ុន្តែវាជាការផ្ដល់ក្តីស្រឡាញ់និងការយល់ចិត្តបំផុតនៅក្នុងបរិបទថ្មីនេះយើងមិនត្រឹមតែត្រូវការអ្នកមើលថែទាំប៉ុណ្ណោះទេប៉ុន្តែយើងត្រូវការការថែទាំដែលមានវិជ្ជាជីវៈស្តង់ដារនិងសេចក្តីថ្លៃថ្នូរការគោរពសិទ្ធិដល់ពួកគាត់ព្រោះមនុស្សវ័យចំណាស់គាត់មិនត្រឹមតែត្រូវការហូបចុកនិងថ្នាំសង្កូវប៉ុណ្ណោះទេអ្វីដែលជាតម្រូវការបំផុតនោះគឺការយល់ចិត្តនិងសុខុមាលភាពផ្លូវចិត្តការថែទាំក៏ត្រូវមានទាំងបច្ចេកទេសនិងបេះដូងផងដែរយើងរស់នៅបានយូរជាងមុននេះគឺជាមោទនភាពនៃសង្គមជាតិទាំងមូលពីគ្រួសារតូចមកគ្រួសារធំបន្ទុកថែទាំពីគ្រួសារធំមកគ្រួសារតូចបន្ទុកថែទាំកាន់តែធ្ងន់យើងមិនអាចមើលថែអ្នកមានគុណតាមបែបធម្មតាដូចពីមុនទេគឺក្នុងពេលដែលយើងកំពុងមមាញឹកខ្លាំងយើងក៏ត្រូវការអ្នកថែទាំដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ការថែទាំដ៏ល្អបំផុតគឺការរួមបញ្ចូលគ្នារវាងបច្ចេកទេសត្រឹមត្រូវនិងបេះដូងកតញ្ញូតើយើងគួរត្រៀមរៀបចំខ្លួនបែបណាដើម្បីឲ្យវ័យមាសគឺជាវ័យរបស់អ្នកមានគុណរបស់យើងប្រកបដោយភាពកក់ក្ដៅនិងសេចក្តីថ្លៃថ្នូរនិងប្រកបដោយគុណភាពជីវិតចា៎សូមអរគុណចំពោះការតាមដានទស្សនាហើយជួបគ្នានៅវីដេអូទី3បន្តទៀតសូមអរគុណសូមជម្រាបលា